អូខេសួស្តីបងប្អូនថ្ងៃនេះគឺថាវ៉ាន់យើងចូល stock ទៅដែរបងគឺចូល stock លើកនេះចូល stock ជាមួយ D 2000បាន4 5គ្រាប់ដែរបង D 2000 D 900 AT21 3G TB 21 1002T 502T និង 502MT បងហើយអីវ៉ាន់សតតែអីវ៉ាន់ដែលមានគុណភាពទាំងអស់ជាពិសេសចូលមកថ្មីនេះគឺ1002ampli នេះបង ampli D 2000 D 2000នេះមានអេក្រង់មើលកន្លែងមាន Bluetooth មានអីមើលនៅហ្នឹងហើយឃើញមានដាក់ពាក្យ TWS មាន MPRI មាន vocal card មានអីអានេះខ្ញុំបង្ហាញតែតួ ampli សិនទេវីដេអូក្រោយគឺខ្ញុំនឹងបង្ហាញពី function វាទាំងអស់នៅក្នុងហ្នឹងពីមុខងាររបស់វាអញ្ចឹង ampli នេះកម្លាំងរបស់វានេះបងកម្លាំងវាខ្លាំងជាងមុនឆ្ងាយដែរកម្លាំងសាប់200វ៉ាត់ជាមួយនឹង solo 100វ៉ាត់គុណនឹង2បើយើងមកមើល D 900 100វ៉ាត់50វ៉ាត់2ច្រក50វ៉ាត់2ច្រកហ្នឹងគឺលើ channel សង់បងហើយមុខវាស្តៀងតែគ្នាទេអត់មានអីខុសគ្នាទេគ្រាន់តែឃើញមុខងារមកលើក្រោយនេះមានមកច្រើនបងមាន TWS មាន vocal card មានអីច្រើនអញ្ចឹងណាហើយយើងក៏អត់ទាន់បានតេស្តជាមួយនឹងការច្រៀងដែរយើងចង់ដឹងថាវា update ឬក៏អត់តែបើមកមើលលើទំហំរូបរាងខាងក្រោយរបស់វាឃើញថា D 1000នេះដៃត្រជាក់វាមានច្រើនអូ D 2000 D 2000ដៃត្រជាក់វាមានច្រើនហើយមាន cell ធំមួយដូចទៅនឹង AT21 3G អា cell ធំមួយបើ MT21 អូបើ D 900នេះអត់មានទេអានេះមានប៉ុណ្ណាណៃហ្មងហើយបើតួ ampli វាសឹងតែប៉ុណ្្តែគ្នាទេបងគ្រាន់តែប្រហែលជាវា update chip នៅក្នុងនេះ chip ធំជាងមុនអញ្ចឹងណាព្រោះខ្ញុំអត់គាស់មើលទេ ampli ថ្មីហើយអានេះមើលខាងក្រោយដូចគ្នាទេតែខាងមុខយើងឃើញដុំភ្លើងវាខ្លាំងជាងមុនបងអញ្ចឹងអានេះដុំភ្លើងទូចទេអានេះដុំភ្លើងធំជាងមុនហើយកន្លែង capacitor នេះច្រើនជាងមុនអាកន្លែងកង់ដង់ភ្លើងរបស់វាមានច្រើនជាងមុនបងអញ្ចឹងកម្លាំងវាគឺ update ទៅតាមហ្នឹងអានេះបានសាប់200វ៉ាត់អញ្ចឹងយើងលេងជាមួយ DZ-A 1A បង DZ 2ទឹកអានេះ DZ 2ទឹកអូសរៀងស្ទើរតែអាចលេងបានបើអានេះដាក់ទៅប្រហែលជាអាចពេញកម្លាំងដែរបងជាមួយវីដេអូក្រោយខ្ញុំតេស្តជាមួយនឹងកម្លាំងហើយជាមួយនឹងមុខងារដែលយើងប្រើនៅក្នុងហ្នឹង